stand off here បាទចឹងនឹងយើងមកលេង GTA 5 mode ទាំងអស់គ្នាទៀតនេះដែរយើងទៅដាក់ mode ថ្មីបាទតាមចេញបាទនេះ Lambo SCO អ្នកនរគ្នាយ៉ាន់ស្អាតមែនតើអ្នកនរគ្នាស្រឡាញ់យ៉ាន់វាមែនតើនេះយក detail វាចេញមកអែមមាន logo នៅកង់ហើយមានឃើញ Brembo ឃើញប្រាំងគេច្បាស់មកអ្នកនរគ្នាបាទនេះគឺគេលេងអ្វីពិសេសហ្នឹងគឺគេលេងកន្លែងនេះលេង turbo នេះ twin turbo ខ្ញុំឆ្លាញ់ត្រង់ហ្នឹងSTO វាខ្ញុំវាឡានថ្មីតែគាត់ថាយើងអត់សូវវាស្អាតដូចអត់សូវល្បីដូចរបស់គេផ្សេងអញ្ចឹងណាសារនេះវាទ្វារធម្មតាវាមកយើងបើកទ្វារអ្នកនរគ្នាមើលវាអត់ដូច SVJ អីបើកឡើងទៅលើយើងស្លាប់ទ្វារវាធម្មតាដូច Hurricane អីធម្មតាអញ្ចឹងតែពេលដាក់ពណ៌ទឹកក្រូចទៅស្តៀង Hurricane តែនេះគេលេងឲ្យស្អាតហ្មង spoiler ខាងក្រោយទៅមើលដំបូងស្មានតែ Hurricane ផ្សេងណាដល់ SCO យើងមើលឡើងកាងនេះ SCO វាច្រើនពីរពណ៌អញ្ចឹងនេះតែមួយពណ៌ហើយឡើងភ្លើង line នេះក៏យើងអាចដូរបានដែរនេះខ្ញុំដាក់ពណ៌ផ្ទៃមេឃមើលទៅវារៀងលិចខ្ញុំស្រឡាញ់បែបពណ៌ផ្ទៃមេឃអញ្ចឹងស្គៀងក្រោយវាក៏យើងដូរពណ៌ដែរnếu យើងចង់ឲ្យស៊ីយើងអាចដាក់ដូរមកដាក់ពណ៌ទឹកក្រូចឲ្យវាស៊ីមួយឡានហ្មងឈប់ដែរអូស្រីមកពណ៌ទឹកក្រូចវិញ orange ទៅពណ៌ក្រហមហើយពណ៌ទឹកក្រូចវាដូចប្រឆាំងគ្នាហ្មងពេលដាក់ពណ៌ក្រហមមកទៅដូចអត់សូវលើកទៅម៉ូដឥឡូវធ្វើមកគឺច្បាស់អាចកែបានច្រើនដូចពីមុនចំនួនលេងដំបូងអត់មានកែបានទេម៉ូដទីមកជ័រឥឡូវអ្នកធ្វើម៉ូដធ្វើអីច្រើនទៅដូចមែនតែនចឹងអាចសេរីបានច្រើនហើយឡាននេះគឺស្អាតមាន detail មិនសិនមានអីទៅមករយៈចេញម៉ូដក្រូចម៉ូដច្រើនហើយថាខ្ញុំអត់សូវមានពេលលេងណាសូវអ្នកគ្នាដឹងក្នុង channel TikTok ដឹងតែអត់សូវបានលេងឯសារយើងរវល់ការងារអញ្ចឹងអ្នកគ្នាបាទចូលណាអូនេះហោរ៉េនេះបាទចូលនេះយើងដុតទៅអូខេប៉ុណ្ណឹងបើយើងភ្លឺទៅអូខេអែមកគ្នាបាទអានេះវាមិនមែន orange ណាបើ orange ភាសាអង់គ្លេសគឺវារៀងទឹកក្រូចតែកាត់រៀងទៅលឿងអញ្ចឹងហើយយើងវាដាក់អំពូលដាក់អញ្ចឹងអែមឥឡូវយើងចូលមក detail ខាងក្នុង counter slide អស់គ្នាបាទលោកលេខ1លេខ2ទៀតបាទនេះអនធម្មយ៉ាងទៅក្នុង game អត់មានសលេងតែបិទ turbo អញ្ចឹងសំតែវាមានសលេងក្នុង VR អីបងប្អូនបាទ spoiler spoiler ជាតិនឹង VR អីដែរនេះ white body ទៅលេងច្រើនណាស់ឡាននេះទាំង white body ទាំងអីទៅលេងចឹងបងប្អូនបាទឡានហ្នឹងនៅក្នុងកូនម៉ាន់មក4ឃើញគេមានពណ៌សក៏ស្អាតសាក់ដាក់ពណ៌សនេះពណ៌សដាក់ពណ៌សស្អីកាត់ពណ៌ខូចមែនស្តៀង Hurricane តែឲ្យយើងជិះចាក់សាំងមួយសិនអរគ្នាបាទអូចូលមកតែចាក់សាំងអែមកបិទទ្វារទេណារ៉ាសាំងអរគ្នាបាទថតចឹងមកអែមកជាតិអរគ្នាបាទហើយជួយខ្ញុំចូលកន្លែងចតមួយសិនដើម្បីបើករបបម៉ាស៊ីនឲ្យអ្នកនរគ្នាមើលចតនេះស្ទះផ្លូវគេចូលកន្លែង parking គេចូលយ៉ាងណាដាក់ឡានល្អមើលដាក់ឡានចូលចេញមិនដាក់ឡានចឹងហើយខ្ញុំឈប់កន្លែងនេះសិនអូនេះ parking គេវាទូចពេកចឹងបាទនេះសើមែននេះសុកគេ
ទៅមែននៅក្នុងហ្គេមជីវិតពិតក៏អញ្ចឹងណាគេយើងthấyគឺមានបច្ចេកទេសមកតែស្រុកខ្មែរជេរងាប់នេះដាក់អញ្ចឹងតែនេះនៅស្រុកគេគេមានកណ្ដុះមានអីគេអញ្ចឹងគេមានរបៀបចេញគេអញ្ចឹងណាដល់ថ្ងៃនេះយើងឆ្អៀតទេសារគេដាក់ពេញអស់ហើយយល់ឡាននោះចេញមួយមកយល់ឡានគេចេញមួយទៅ steel របស់ Franklin គឺអត់បាញ់កញ្ចក់ទេគឺកាច់សោបើទ្វារតែបើ Michael វិញគឺវាយកញ្ចក់ហើយហ្នឹងនៅកាច់សោកាច់អីខ្ទេចកញ្ចក់ហើយណានេះវាជា Mustang ណាអស់គ្នា Mustang Switch ហើយយកវាមកចតទៅក្រោយសិន Mustang series នេះអែមមែនទេតែនេះក្នុងហ្គេមគេដាក់ mode Mustang មកទេដាក់ mode ស្តៀងអញ្ចឹងណានេះក្នុងរឿង Transformer ហ្នឹងប្រែកាយឡានហ្នឹងចំណតគេបិឆិតទៅទូអញ្ចឹងគេអាចធ្វើចំណតបានដែរតែគេចេញបិឆិតអញ្ចឹងដូរវិញគ្នាចេញហ្នឹងហើយយើងចតបិឆិតតាមគេមកបាទអូខេឥឡូវបើកត្បូDamn បើកបានទាំងអស់អ្នកគ្នាបាទខ្ញុំឲ្យមើលសាច់កបោនោះជាតិបាននេះបាក់ចោះមកវាអត់បិទទ្វារមកនិយាយទៅតើយើងដើរទៅបិទខ្លួនឯងវិញចូលឲ្យមើលទ្វារមកទ្វារសម្រាប់ទ្វារខាងក្នុងក៏កបោដែរអស់គ្នាខាងក្នុងគឺលេងស្អាតហ្មងខាងក្នុង detail ញាក់សាច់ហ្មងមានអេក្រង់មានអីកន្លែង start អីមានទាំងអស់ឡាននេះសរសើរអ្នក design យមែនអ្នកពូមកធ្វើមកមានអស់ដូចឡើងមែនតែនច្បាស់ហើយកន្លាកបោនខូតអីកបោនទាំងអស់បើយើងនឹកកាយមកនេះស STO នេះឆ្លាក់ទេបងនេះឆ្លាក់ទលុះដែករបស់ STO ឥឡូវដល់កន្លែងចំណុចពិសេសណាបងប្អូនបាទនេះមាន unlock មានអីទៀតណាចាក់សោចាក់អីទៀតហើយចំណុចពិសេសណាបាទគឺម៉ាស៊ីន V12 Twin Turbo បាទតើមើលចេះអត់ឃើញអត់នេះសិនជាតិបាទLamborghini បាទនេះកបោនអស់ប្លុកសិនគឺធ្វើកបោនអស់នេះ Turbo វាអត់ប៉ុណ្ណាណែអត់ទេបាទហើយ spoiler ក៏កបោនដែរហើយចឹងសម្រាប់វីដេអូហ្នឹងគឺមានប៉ុណ្ណឹងអ្នកនរគ្នាបើមាន mode អីថ្មីខ្ញុំនឹងអាប់ដេតបន្ថែមទៀតអូខេបាយបាយ